បាទជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាថ្ងៃនេះដែលទ្រង់បានប្រទានពរឲ្យលោកគ្រូមករៀនប្រព័ន្ធសាស្ត្រថ្មីម្ដងទៀតអញ្ចឹងនៅថ្ងៃនេះគឺលោកគ្រូបានលើកយកនៅមេរៀនក្នុង Unit 8បាទតើតើជាមួយនឹង Unit 8ហ្នឹងគឺលោកគ្រូបានលើកយកនៅ Lesson 2បាទ Lesson 2 Grammar អញ្ចឹងបងប្អូនទាំងអស់គ្នាស្គាល់ Grammar បាទ Grammar គឺជាវេយ្យាករណ៍បាទវេយ្យាករណ៍តែវេយ្យាករណ៍របស់លោកគ្រូថ្ងៃនេះគឺតកតងជាមួយនឹងការប្រើក្នុងសំណួរមួយគឺ is ហើយនឹង are បាទនៅពេលដែលយើងឆ្លើយមកវិញគឺមានដូចគ្នា yes ហើយនឹង no ណា yes ហើយនឹង no ណា yes គឺយើងប្រើជាមួយនឹងទម្រង់ស្របណាដែលយើងឆ្លើយទៅស្របហើយ no គឺយើងទម្រង់បដិសេធណាអូខេអញ្ចឹងថ្ងៃនេះគឺលោកគ្រូបានលើកយកនៅឧទាហរណ៍2ដើម្បីបងប្អូនទាំងអស់គ្នាមកសិក្សាជាមួយលោកគ្រូតែឧទាហរណ៍ទីទៀតលោកគ្រូនឹងបង្ហាញបងប្អូននិងបង្រៀនបងប្អូនទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់ការដែលលើកជាឧទាហរណ៍នោះលោកគ្រូមាននៅការបញ្យល់ខ្លីៗដើម្បីយើងងាយស្រួលក្នុងការបង្កើតបញ្យល់សំណួរដោយប្រើ is ហើយនឹង are ដូចគ្នាដែរអូខេអញ្ចឹងឥឡូវយើងមើលទៅក្នុង is ណា is នេះអញ្ចឹងបើសិនពេលបងប្អូនទាំងអស់គ្នាប្រើ is បងប្អូនទាំងអស់គ្នាត្រូវគិតថា is គឺប្រើជាមួយនឹងឯកវចនៈណាឯកវចនៈគឺចាប់ពីមានតែមួយទេបាទណាមានតែមួយទេអញ្ចឹងការដែលប្រើគឺយើងអាចប្រើជាមួយនឹងវិធានគេខ្លះ he she and it he she and it ណាយើងប្រើជាមួយ is តែបើសិនជា are គឺពហុវចនៈណា are គឺពហុវចនៈហ្នឹងគឺយើងប្រើចាប់ពី2ឡើងទៅយើងអាចប្រើជាមួយនឹង you we and they you we and they ណាចាប់ពី2ឡើងទៅអូខេអញ្ចឹងលោកគ្រូក៏មាននៅឧទាហរណ៍ខ្លីៗចំនួន2ដើម្បីបងប្អូនទាំងអស់គ្នាបានសិក្សាជាមួយលោកគ្រូតោះឥឡូវបងប្អូនទាំងអស់គ្នាមើលនៅកន្លែងនេះបាទអញ្ចឹងរូបភាពទី1បងប្អូនទាំងអស់គ្នាឃើញថានេះគឺជាបន្ទប់អីគេនេះបាទផ្ទះបាយណាបាទផ្ទះបាយអញ្ចឹងផ្ទះបាយអញ្ចឹងមានមនុស្សនៅនឹងអត់បាទអត់មានទេណាផ្ទះបាយអត់មានមនុស្សនៅនឹងទេអូខេអញ្ចឹងបើសិនជាយើងចង់បង្កើតសំណួរមួយទៅសួរថាចង់ថាតើគាត់នៅនឹងអត់ណាគាត់នៅក្នុងផ្ទះបាយនឹងអត់ហើយយើងប្រើមិនដែរណាបាទបើសិនជាយើងនិយាយតែតាក់ទងជាមួយនឹងមួយណាហើយវចនៈយើងប្រើថា is she in the kitchen is she in the kitchen អូខេតើនាងនៅអីគេនៅក្នុងផ្ទះបាយឬបាទ kitchen ផ្ទះបាយឬបាទបើសិនជាមិញយើងឃើញថាអត់មានទេតើគាត់អត់នៅក្នុងហ្នឹងទេតើបើសិនជាអត់នៅយើងដាក់ថា no she isn't no she isn't តែបើសិនជានៅក្នុងហ្នឹងយើងមានអូគាត់នៅក្នុងហ្នឹងមែនណានាងនៅក្នុងហ្នឹងមែនអញ្ចឹងយើងប្រើជាមួយនឹង yes she is yes she is តើបងប្អូនអរគ្នាអូខេអញ្ចឹងយើងចូលទៅដល់ទី2គឺការប្រើ are ឯកវចនៈសំទោសពហុវចនៈវិញម្ដងណាចាប់ពី2ឡើងទៅអញ្ចឹងបើសិនជាយើងចង់បង្កើតយើងទៅមើលនៅក្នុងរូបភាពទី2អូខេអញ្ចឹងយើងទៅមើលនៅក្នុងរូបភាពទី2លោកគ្រូបង្ហាញទៅរូបភាពទី2ឲ្យបងប្អូនអរគ្នាមើលអញ្ចឹងរូបភាពមួយនេះគឺនៅក្នុង living room គឺបន្ទប់ទទួលភ្ញៀវណាយើងឃើញថាមានគ្រួសាររបស់គាត់គឺនៅក្នុងបន្ទប់ទទួលភ្ញៀវអូខេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលឃើញហើយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បង្កើតតទៅជាមួយនឹងពួកគេបងប្អូនទាំងអស់គ្នាអាចប្រើថា they are in the living room យើងសួរអញ្ចឹងណា they are in the living room អូខេនៅពេលដែលយើងឆ្លើយមកវិញណាឆ្លើយថាអូពួកគេនៅហ្នឹងមិញយើងឃើញនៅហ្នឹងណាអញ្ចឹងយើងអាចឆ្លើយ no បានទេយើងឆ្លើយថាអីគេ yes ណានេះវិញណា yes they are ណា yes they are ពួកយើងសួរ are ហើយ they អញ្ចឹង yes they are អូខេតែបើសិនជានៅក្នុងហ្នឹងអត់មានទេសោះអត់មានមនុស្សទេបាទមានតែបន្ទប់ទេគឺ no they aren't no they aren't បាទពួកគេនៅហ្នឹងឯងពួកគេនៅហ្នឹងឯងណាបាទអញ្ចឹងបងប្អូនអរគ្នាយល់អំពីការបង្កើតនៅវិញ្ញាសំណួរដែលប្រើ yes សុំទោស is are ហើយនឹងការឆ្លើយទម្រង់ស្របនឹងទម្រង់បដិសេធហើយនៅបាទស្របយើងឆ្លើយ yes ហើយ no ជាទម្រង់បដិសេធគឺយើងឆ្លើយ no ហ្នឹងឯងបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចនឹងបង្កើតប្រយោគថ្មីបន្ថែមទៀតក្រៅពីនេះបាទជាចុងក្រោយគ្រូសូមអរគុណសូមព្រះប្រទានពរ